ភាពាណិជ្ជកម្មកម្ពុជារួមជាមួយនឹងដៃគូពាក់ព័ន្ធបើកការបណ្ដុះបណ្ដាលអំពីយុទ្ធសាស្ត្រនៅក្នុងការសរសេរផែនការលក់និងការធ្វើទីផ្សារអាជីវកម្មដោយប្រើប្រាស់នៅប្រព័ន្ធបច្ចេកវិទ្យាដល់ម្ចាស់អាជីវកម្មនិងសហគ្រាសប្រមាណជា100នាក់ដោយទទួលបានការគាំទ្រពីសហគ្រិនខ្មែរសភាពាណិជ្ជកម្មកម្ពុជានិងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចរួមសហការគ្នាជាមួយនឹងមូលនិធិអភិវឌ្ឍជំនាញដែលហៅកាត់ថា SDF និងក្រុមហ៊ុន Coding Gate Technology ICO គឺបានបើកនៅការបណ្ដុះបណ្ដាលស្ដីអំពីយុទ្ធសាស្ត្រនៅក្នុងការសរសេរផែនការលក់និងការធ្វើទីផ្សារអាជីវកម្មដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាកម្មវិធីនេះមានការចូលរួមពីលោកស្រីសេងសុមុនអគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជាតំណាងអាយដាមអុកញ៉ាងងួនមេងតិចអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាលោកសុភមង្គលនាយកប្រតិបត្តិនៃក្រុមហ៊ុន Codigate Technology និងលោកញ៉ែមដាវីតអ្នកឯកទេសអភិវឌ្ឍជំនាញនិងមូលនិធិអភិវឌ្ឍជំនាញដែលហៅកាត់ថា SDF វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅនៅថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025មានរយៈពេលពេញ1ថ្ងៃនៅក្នុងគោលបំណងសំខាន់គឺដើម្បីបង្កើននូវចំណេះដឹងបន្ថែមជូនទៅដល់ពាណិជ្ជករអាជីវករសមាគមនិងសមាជិកទាំងអស់ដែលជាម្ចាស់អាជីវកម្មនិងសហគ្រាសសរុបប្រមាណជា100នាក់អំពីមូលដ្ឋានគ្រឹះក៏ដូចជាសារៈសំខាន់នៅក្នុងការរៀបចំផែនការនៃការលក់និងការប្រើប្រាស់នៅបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI សម្រាប់បង្កើតសំណើលក់ដែលត្រឹមត្រូវមានប្រសិទ្ធភាពនិងទាក់ទាញទៅតាមរយៈការបណ្ដុះបណ្ដាលដោយផ្ទាល់ពីលោកសុភមង្គលដែលជាសហស្ថាបនិកនាយកប្រតិបត្តិនៃក្រុមហ៊ុន Codigate Technology បានធ្វើបទបង្ហាញជារៀងជាមួយនឹងមេរៀនសំខាន់ដែលផ្ដោតទៅលើសារៈសំខាន់នៃការប្រើប្រាស់ប្រព័ន្ធ Digital សម្រាប់អាជីវកម្មមូលដ្ឋានគ្រឹះនៅក្នុងការរៀបចំផែនការលក់និងការធ្វើទីផ្សារអាជីវកម្មឲ្យមានប្រសិទ្ធភាពក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI សម្រាប់បង្កើតយុទ្ធសាស្ត្រនៅក្នុងការធ្វើទីផ្សារតាមរយៈការកំណត់អតិថិជនគោលដៅបានត្រឹមត្រូវនិងវិភាគព័ត៌មានបានគ្រប់ជ្រុងជ្រោយយោងទៅតាមរបាយការណ៍បង្ហាញដោយក្រសួងប្រៃសណីនិងទូរគមនាគមន៍បានឲ្យដឹងថាទីផ្សារ AI សកលបច្ចុប្បន្ននេះមានតម្លៃ197,000 លានដុល្លារជាមួយនឹងការព្យាករណ៍ដែលបានបង្ហាញថានឹងឈានទៅដល់1.8 trillion លានដុល្លារនៅក្នុងឆ្នាំ2030ដែលមានការរីកខ្លាំងនៅក្នុងអត្រាកំណើនប្រចាំឆ្នាំសរុប37.3% ពីឆ្នាំ2023ដល់ឆ្នាំ2030សូមបញ្ជាក់ជូនទស្សនិកជនថាក្រោមការបង្ហាញចង្អុលរបស់អ្នកអង្គការគិតមេងប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចសម្រាប់កម្ពុជាគឺតែងតែណែនាំឲ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅកាន់សមាជិកាជាពិសេសគឺអាជីវករពាណិជ្ជករនិងធុរជនដែលជាម្ចាស់សហគ្រាសធុនតូចនិងមធ្យមទៅតាមរយៈការបង្កើតឲ្យមានកម្មវិធីផ្សេងដើម្បីទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យា Digital សម្រាប់ការបង្កើនប្រសិទ្ធភាពអាជីវកម្មស្របតាមការវិវត្តយ៉ាងឆាប់រហ័សនៃសកលលោកកម្មវិធីបណ្ដុះបណ្ដាលនេះគឺទទួលបានការឧបត្ថម្ភពីធនាគារ Wing Cambodia Mortgage ធនាគារប្រៃសណីកម្ពុជា កអ ធនាគារ Jet Trust Royal Mortgage និងធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា